រៀនទទួលខុសត្រូវ 100% លើជីវិតរបស់ខ្លួនឯងដំណើរជីវិតរបស់យើងម្នាក់ពេលខ្លះដូចជាយើងដើរឡើងភ្នំអញ្ចឹងវាមានទុក្ខលំបាកអមជាមួយមានបញ្ហានិងមានព្យុះភ្លៀងមួយចំនួនអមឡើងជាមួយដែរអញ្ចឹងពេលដែលយើងដើរគឺមានតែយើងម្នាក់ឯងគត់ដែលដើរជាមួយខ្លួនឯងមិនថាយើងលំបាកមិនថាយើងឈឺចាប់ឬក៏មានបញ្ហាណាមួយកើតឡើងគឺមានតែយើងម្នាក់គត់ដែលឆ្លងកាត់ជាមួយនឹងដំណើរមួយនេះអញ្ចឹងយើងជប់រំពឹងទៀតទៅថាអ្នកផ្សេងគេនឹងជួយយើងថាពុកម្ដាយយើងបងប្អូនយើងសាច់ញាតិយើងគេនឹងជួយយើងដោយសារតែគេមានបន្ទុករបស់គេដែរគេមានទំនួលខុសត្រូវរបស់គេដែរតែឪពុកម្ដាយជាទូទៅគាត់ជួយឯងកូនតែគ្រាន់តែគាត់មិនបានជួយរហូតទេគាត់មិនរស់នៅមួយយើងមួយជីវិតទេសថ្ងៃក្រោយទៅគាត់ចាស់គាត់ឈឺឬក៏គាត់ចាក់ចេញពីយើងបាត់ទៅហើយយើងពឹងឲ្យគេអញ្ចឹងមានតែខ្លួនឯងទេដែលជាបង្អែកដែលរឹងមាំសម្រាប់ជីវិតខ្លួនឯងអញ្ចឹងឈប់ដាក់ការរំពឹងពីអ្នកណាទាំងអស់ដែលគេចូលមកជួយឲ្យជីវិតរបស់យើងប្រសើរឡើងអញ្ចឹងសរុបមកវិញខ្លួនឯងគឺជាទីរំពឹងសម្រាប់ខ្លួនឯងដែលរឹងមាំ